ដែលที่បានឃើញអត់គឺរឿងភ្លើងឆេះក្លឹបក្រោមដីចាក់បញ្ចាំងថ្ងៃដំបូងគឺទទួលបានចំណាត់ថ្នាក់លេខ1ហ្មងជាភាពយន្តដែលមានអ្នកទស្សនាច្រើនបំផុតនៅក្នុងឆ្នាំ2025នេះឯងរឿងខ្មែរតែក្រោយពេលចាក់បញ្ចាំងបាន2សប្តាហ៍ហើយរឿងភ្លើងឆេះក្លឹបក៏ខ្លះជាភាពយន្តខ្មែរទី1ដែលរកចំណូលបានច្រើនមិនរកចំណូលគេមានអ្នកទស្សនាច្រើនបំផុតនៅរោងកុនលីចិនផ្ទាល់នេះខាងលីចិនគាត់ផុសជាអញ្ចឹងមានថារឿងនេះពិតជាមានចន្ទុះការគ្រប់គ្រងខ្លាំងមកពីសប្តាហ៍នៅតែមានការលុកសម្បត្តិដាច់ដដែលអញ្ចឹងពិតជាអរគុណមែនតើហើយសង្ឃឹមថាភាពយន្តនេះនឹងឈានទៅរកការចាក់បញ្ចាំងនៅក្រៅប្រទេសក្នុងពេលឆាប់ៗនេះធ្វើឲ្យអ្នកដែលបានទស្សនារឿងនេះហើយក៏កាន់តែមានមោទនភាពជាមួយនឹងភាពយន្តជាតិយ៉ាងដែរដែលបានធ្វើដំណើរឆ្ងាយដូចគ្នាឆ្ងាយរហូតដល់ចូលរួមផ្សព្វផ្សាយពីអ្វីដែលជាខ្មែររបស់យើងហើយបានឃើញពីគុណភាពរឿងរបស់ខ្មែររបស់យើងទាំងតួសម្ដែងរបស់យើងទាំងក្រុមការងាររបស់យើងទាំងទីតាំងជាច្រើនដែលនៅប្រទេសកម្ពុជារបស់យើងដូចគ្នាអញ្ចឹងពិតជាអរគុណសន្ទុះគ្រប់គ្រងតតែមែនទែននៅសប្តាហ៍ទី3នៅតែមានសន្ទុះគ្រប់គ្រងតតែពិតជាអរគុណមែនទែន